ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនសុខសប្បាយទេពុកម៉ែបងប្អូនមករយៈនេះជាដូចជាមិនសូវចេញវីដេអូប្រហែលបងប្អូនហើយចាឥឡូវមកនិយាយរឿងកូនជ្រូកវិញតែម្ដងពុកម៉ែបងប្អូនដែលបានឆាតសួរអីបងប្អូនណាគឺឥឡូវហ្នឹងបញ្ចេញមេចិត្តកើត3 4មេទៀតហើយអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានកូនជ្រូកអាចតាក់ទងបានណាចិត្តកើតទៀតហើយដែលចំពោះកូនជ្រូកនៅបញ្ចេញមិញហ្នឹងគឺអូដាក់បដាច់ដោះហ្នឹងគឺមានម្ចាស់ហើយចាហើយចំពោះកូនជ្រូកដែលរត់ចេញនេះគឺយើងថតពេលដែលវាមិនទាន់រត់ចូលចង់និយាយមិនទាន់បានបដាច់ដោះវាឥឡូវហ្នឹងយើងបដាច់ដោះដូចនៅរូបខាងលើអញ្ចឹងណានេះគឺខ្ញុំថតពេលព្រឹកគេរត់លេងពេញព្រៃអញ្ចឹងទៅពេលថ្ងៃនោះកាលពីម្សិលមិញហ្នឹងខ្ញុំបានដាក់បាយជ្រូកបាញ់ទឹកជ្រូកអញ្ចឹងបងប្អូនក៏ឆ្លៀតថតវីដេអូចែកជូនពុកម៉ែបងប្អូនទៅហើយឃើញកូនជ្រូកវាខ្នាញ់ពេកកំ pl ែងពេកក៏ឲ្យកូនថតវាទៅវាដូចថាលពឹសបងប្អូនយើងឃើញហើយយើងខ្នាញ់តែម្ដងបន្លែងក្នុងគុំអំពៅរបស់យើងអំពៅហ្នឹងគឺអាវគ្គមុនហ្នឹងកាប់ដោតដែលយើងកាត់ឲ្យមេជ្រូកស៊ីហើយយើងដោតចុងវាអញ្ចឹងបងប្អូនដល់អញ្ចឹងកើតច្រើនហើយអញ្ចឹងហើយកូនជ្រូកនេះគេរត់ចេញទៅគេទៅលេងបន្លែងនៅក្នុងគុំអំពៅគុំអីតំណងរបស់គេសបាយរបស់គេបងប្អូនហើយនិយាយពីដល់ពេលយើងផ្ដាច់ដោះវាលោតចេញអញ្ចឹងបងប្អូនអត់មានរៀកអត់មានអីណាតំណងរបស់គេជាពិសេសអា5គ្រាប់នឹងតែម្ដងប៉កែណានេះត្រង់ប៉ុណ្ណានៃកម្ពស់លេង1ម៉ែត្រអីនៅលោតរួចដែរសរសើរហ្មងផ្ដាច់ដល់ពេលអញ្ចឹងប្រឡែងឲ្យគាត់ដើរលេងមកសេរីនៅក្នុងគុំអំពៅម្ដងហើយអត់មានរៀកអត់មានរុះទេនិយាយពីថតក៏ល្អទៀតចាមកក្រុមគ្នាគេ11តែអា5គ្រាប់ហ្នឹងចលើមជាងគេគឺលោតផ្លោះបាននេះបងប្អូននេះត្រង់ហ្នឹងកំពស់ណានៃបងប្អូនចាហើយវាលោតបានដើរលេងមកសេរីរបស់វាអញ្ចឹងទៅណាហើយឥឡូវនេះបងប្អូនគាត់ធ្លាប់ឆាតគាត់ធ្លាប់ខមមិនសួរថាការបង្ហូរទឹកអាចជ្រូកខ្ញុំទៅដោយរបៀបណាអញ្ចឹងបងប្អូនឥឡូវបងប្អូនចូលមើលនេះខ្ញុំបង្ហូរអញ្ចឹងបងប្អូនគឺបន្លាយរបស់ខ្ញុំអត់ធំអីទេហើយក៏អត់ជ្រៅអីដូចគេដែរគឺខ្ញុំធ្វើលក្ខណៈប៉ុណ្្នឹងទេហើយហូរមកដាច់ស្អាតតែម្ដងហើយចំពោះបន្លាយហ្នឹងគឺវាហូរនោះទៅឆ្ងាយកតុយដីខ្ញុំហ្នឹងជិត100ម៉ែត្រនៅខាងក្រោយបងប្អូនដោយសារខ្ញុំដាក់កំពង់តយោបងប្អូនដល់ពេលអញ្ចឹងវាហូរទៅរៀងចុះចោតមិនសូវជាចោតប្រហែលប៉ុន្តែវាដាច់ទៅល្អតែម្ដងហើយចំពោះខ្ញុំក៏ខ្ញុំធ្វើលក្ខណៈសាមញ្ញទេបងប្អូនខ្ញុំអត់មានតកាយពួកអីច្រើនដូចរោងរបៀបដូចគេធ្វើរោងនេះគឺកសិដ្ឋានគេធំខ្ញុំធ្វើលក្ខណៈគ្រួសារសាមញ្ញទេបងប្អូនខ្ញុំដូចថាធ្វើឲ្យវាមិនសូវចុះលុយហើយយើងក៏ធ្វើលក្ខណៈថាចំណេញថាការអញ្ចឹងទៅក៏ធ្វើបែបហ្នឹងទៅចាហ្នឹងនិយាយចំពោះគ្រួសារខ្ញុំណាបងប្អូនណាបើបងប្អូនដែលគាត់មានថាការគាត់ធ្វើបែបល្អមានគុណភាពអញ្ចឹងទៅក៏ល្អទៅចំពោះខ្ញុំយើងធ្វើបែបលក្ខណៈអត់ទៅមានលុយនិយាយចំចេញទៅបងប្អូនហើយបងប្អូនឃើញអានេះវាហែកវាផ្លោះវាលោតវាដាច់ត្រង់អស់ហើយឥឡូវជួសជុលរួចរាល់ហើយថ្ងៃហ្នឹងបងប្អូនហើយចំពោះស្ពាំងមីនេះក៏ចេញបាន5 6មេដែរបងប្អូនអរគុណមួយទាំងអស់ដែលបានជឿជាក់នៅខាងខ្ញុំចាមិនថានៅខាងពោធិ៍សាត់មិនថានៅខាងដុលគ្រីនិយាយរួមគ្រប់ខេត្ត25ខេត្តក្រុងអរគុណបងដែលបានជឿជាក់នៅកន្លែងយើងខ្ញុំណាហើយបងប្អូនកុំភ្លេចជួយ like ជួយ share ម្នាក់មួយដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូចែកជូនបងប្អូនទស្សនាបន្តទៀតចាជម្រាបលាបាយបាយ What I hold inside if I don't ask your name today